cứ bậc quan sắp sai bỏ kê nó cứ kê chỉ mình đâu chỉ chuẩn bị ở giờ lạnh chết nâng miên mô từ cả phì thá luôn ấy chị bong thùng trắng trong mà bọn các này bận to vẽ bọn từ nâng riêng trong là bạn dùng chun có ở côn dạng kháng tại đây dùng chun Campuchia nhóm sông mình rọp hay thay Gen Z rồi có Gen Alpha rồi có Gen X đấy cha ở vậy riêng đang thấy bị pro tha nơi khung pe đại Campuchia miền Panya Há khơi tha group stop từng cứ cho rùm là hồi đó nè class quạt mà chăn năm đại toàn tranh video mà đón mìnhได้ đó po miền mà đón tai nơi pe đây khơi riêng aiจะทัวร์การล้างสำหรับประเทศជាតិแน่น่าใจอังเลใหญ่อังเลน่าใจฝรั่งใหญ่ฝรั่งน่าใจญี่ปุ่นใหญ่ญี่ปุ่นมีแน่คลาสเตี้ยนะก็มันใช้ภาษาอัลมังเต้แต่ประเดี๋ยวก็จนจีนอัลมังแต่เอาประเดี๋ยวก็ช่วยใหญ่จนหัวเตี้ยแต่มันใหญ่โง่นี่คือจีเพียบชื่อจะอ้าให้นั่งจีเพียบเกาะกระไดมุ้ยได้เพื่อเอามาข้างเตี้ยเกบารมrồi ngay cái bà rầm trăng tha hay cho mạch bàn sờ lăn khi ấy khăng mà lá từng khung bờ tê từng cào bờ tê sai po đầm miên mình bứt bầm bại du hái cho là mạch bàn bồng bại khi chẳng cái tha play snai ra bắc Campuchia ní cứ rừng mò đối cực mòภาษาอังกฤษchẳngมันអាចបែកបាក់បានទេបងប្អូនទាំងអស់គ្នាមានសំណួរដែលគួរចាប់អារម្មណ៍បន្តមួយទៀតហ្នឹងពាក់ព័ន្ធទៅនឹងរឿងផាកខាងភិក្ខីសៀមវិញម្ដងបាទអូនអ្នកអានច្រើនបាទបងអ្នកជេសៀមច្រើនស្អីបានអានតែជេគេមុនបាទនឹងបាបទេថាបាបចាំតែកម្មាធិបបងគ្រូពាក់ព័ន្ធចរិតព័ត៌មានរបស់ខាងសៀមម្ដងបាទកន្លងមកឃើញចរិតព័ត៌មានសៀមបែបណាដែរអូគុណច្រើនសំណួរនេះក្តៅហើយរសើបប៉ុន្តែនៅតែតិចតតែជាទៀតខ្ញុំមានមកពាក្យដែលនិយាយទៅវាត្រូវចាកន្លងទៅមិនត្រឹមតែក្នុងបរិបទចំនួនខ្មែរថៃនេះទេយើងឃើញមានបរិបទព័ត៌មានរបស់ពួកគាត់ហ្នឹងឃើញមានចរិត 3-4 យ៉ាងចរិតទី1ពាក់ព័ន្ធជាមួយនឹងជាតិនិយមខ្លាំងបានន័យថាបាទហៅថាជាតិនិយមជ្រុលបានអត់បានអាចថាជាតិនិយមខ្លាំងជ្រុលបាទខ្លាំងជ្រុលគឺប្រព័ន្ធផ្សព្វផ្សាយរបស់គេហ្នឹងគឺគេព្យាយាមបណ្ដុះប្រជាជនគេឲ្យស្រឡាញ់ជាតិនិងមានមោទកភាពថាខ្លួនឯងជាបងធំអញ្ចឹងប្រើពាក្យហ្នឹងគឺយល់ឲ្យថាសេដ្ឋកិច្ចថៃល្អថៃប្រទេសធំថៃរីកចម្រើនអីហ្នឹងគឺយើងទៅមើលកម្រឃើញមានព័ត៌មានថៃនិយាយពីខ្លួនឯងមិនល្អណាស់បើទោះបីជាខ្លួនឯងគឺជាសម្បុកលក់សេវាប្រភេទក៏ដោយបើមិនអញ្ចឹងរឿងទាំងអស់ហ្នឹងយើងកត់សម្គាល់មើលអញ្ចឹងបានភាសាអង់គ្លេសគេហៅថា nationalistic គឺលក្ខណៈជាតិនិយមជ្រុលឬជាតិនិយមខ្លាំងហ្នឹងឯងដែលទំនោរទទុនគឺផ្សព្វផ្សាយធ្វើដូចខ្លួនឯងនឹងល្អអស្ចារ្យខ្លាំងប្រកែកដូចរឿងវប្បធម៌ឬរឿងស្អីៗហ្នឹងគឺព្យាយាមទៅដាក់សម្ពាធទៅលើប្រទេសជិតខាងថៃមកដាក់ខ្មែរអូយកវប្បធម៌ពីនេះសូម្បីតែទៅភូមាក៏នៅតែគិតថាខ្លួនឯងនឹងមានវប្បធម៌ទៅលើភូមាទៅដល់ម៉ាឡេក៏គិតថាពួកម៉ាឡេនឹងយកដីរបស់ខ្លួនឯងស្អីៗនឹងចរិតព័ត៌មានទាំងអស់ហ្នឹងគឺវាធ្វើឲ្យមនុស្សនឹងមានចរិតមួយថាឆ្អឹងទូចហ្នឹងប៉ុន្តែសាច់ដូចចង់ធំជាងមៀតណាទាំងការពិតយើងតែងតែរៀនប្រវត្តិសាស្ត្រនៅក្នុងរូបភាពកណ្ដាលថាប្រទេសជាតិមួយឬក៏ប្រវត្តិសាស្ត្រមួយវាគ្មានណាគេល្អជាងណាទេយើងចាប់ផ្ដើមទៅពីមុនមកអាណាចក្រខ្មែរឥឡូវអាណាចក្រខ្មែរចាប់ផ្ដើមមកវិវត្តដល់បច្ចុប្បន្ននេះបច្ចុប្បន្ននេះរឿងប្រវត្តិសាស្ត្រជារឿងមួយរឿងព័ត៌មានជារឿងមួយដូច្នេះទាំងអស់នេះប៉ុន្តែភាគច្រើនយើងឃើញមានទំនោរជ្រុលនិយមចាទី2គឺតាក់ទងជាមួយនឹង soft power កន្លែងនេះគឺតាក់ទងជាមួយនឹងការបញ្ជ្រាបលក្ខណៈការទូតព័ត៌មានទៅកាន់ប្រជាជនកន្លែងនេះគឺឧទាហរណ៍ថាគេអត់សូវជេរត្រង់គេប្រើប្រាស់ភាពយន្តប្រើប្រាស់ sport ពាណិជ្ជកម្មប្រើប្រាស់តារាល្បីអីផ្សេងហ្នឹងមកទំនោរឥឡូវឧទាហរណ៍ខ្ញុំសំទោសនិយាយទៅវាអាចប៉ះពាល់ដូចរឿងអាសម្លៀកបំពាក់អីផ្សេងដូចរឿងស្អីមួយចំនួនហ្នឹងទៅដូចយើងពេលខ្លះមុនពេលមានសង្គ្រាមដែលចុងក្រោយខ្លាំងនេះគឺយើងនៅតែមានឥទ្ធិពលទៅលើគេដែរដោយសារអីគេប្រើ sport ពាណិជ្ជកម្មគេប្រើតារាគេប្រើអីផ្សេងហ្នឹងឲ្យមកនិយាយអំពីដូចថាគុណខ្មែរមួយថៃផ្សេងហ្នឹងគឺគេគឺចូលគ្នាសម្លៀកពាក់អីផ្សេងហ្នឹងធ្វើឲ្យបរទេសជឿតាមរូបភាពល្អទាំងនោះអញ្ចឹងថាឥឡូវឧទាហរណ៍ឥឡូវនេះបច្ចុប្បន្នគ្រាន់តែយើងពាក់ខោអាវសម្លៀកបំពាក់ប្រពៃណីរបស់យើងក៏គាត់ថារបស់គាត់ដែរខ្ញុំទាំងការប៉ាត់អាហ្នឹងវាខ្ញុំជាជនរងគ្រោះផ្ទាល់ហ្មងបាទនៅក្នុង
SEA Games លើកទី32កម្ពុជាជាម្ចាស់ផ្ទះ បាទបាទ ខ្ញុំជា announcer របស់ SEA Games ផងហើយខ្ញុំក៏ចូលរួមនៅក្នុងកម្មវិធីបាត់បើក SEA Games ផងអញ្ចឹងគេមានគេហៅក្រុមតារាបង្ហាញម៉ូដអញ្ចឹងបើខ្ញុំមិនមែនតារាទេប៉ុន្តែបានទៅចូលរួមដែរ បាទ ខ្ញុំស្លៀកឈុតខ្មែរហើយដល់ពេលទៅគេនាំគ្នាចូលមកអរគុណវីដេអូខ្ញុំផ្ទុះដល់ប្រហែល 100k view អញ្ចឹងណា បាទដែលបានប្រម៉ូទ គេថាចាអរគុណដែលបានផ្សព្វផ្សាយពីសម្លៀកបំពាក់វប្បធម៌ប្រទេសគេខ្ញុំពុំឆ្ងល់ខោអាវហ្នឹងវាកើតមុនប្រទេសហ្នឹងទៀតហើយចុះប្រទេសហ្នឹងឆ្លងពេលវេលាមកផលិតម៉ូដហ្នឹងមែន បាទនឹងជាសម្រាប់មួយដែរប៉ុន្តែក៏យើងមិនភ្លេចខ្លួនទេអញ្ចឹងករណីថ្មីបវរកញ្ញាយើងកញ្ញាហ្វីយ៉ាតាណាហ្វីយ៉ាតាបាទ Miss Universe គាត់ទៅមិនមានឈុតមួយបាទតាមខ្ញុំចាំខ្ញុំអត់ល្អអញ្ចឹងហ្នឹងណាចាប៉ុន្តែឃើញរបៀបពេលខ្មែរថៃតោះមិនបាន copy យកទៅចម្លងយើងហ្នឹងនៅក្នុងកម្មវិធីប្រកួត Miss Universe នៅថៃហ្នឹងមានថៃរហូតដល់2ចាមានយើងមួយមានគេមួយអញ្ចឹងទៅដូច្នេះអាហ្នឹងហើយសួរថាចេញមកពីណាចេញមកពីបិណ្ឌផ្សព្វផ្សាយរបស់គាត់ព័ត៌មានរបស់គាត់ហ្នឹងហើយអញ្ចឹងឥឡូវមិនបានខ្ញុំហ៊ាននិយាយអញ្ចឹងឥឡូវវាអត់ចម្លែកទេត្រង់ថាឥឡូវខ្ញុំមិនទាន់មានកូនទេចាពេលថ្ងៃក្រោយទៅខ្ញុំមានកូនខ្ញុំកាត់មកអេងាពុបឃើញអាព័ត៌មានហ្នឹងបាត់ឯហ្នឹងអញ្ចឹងទទួលយកបាទរឿងអីតាមគ្នាមកថាអញកាត់មកពីណាសំទោសហ្នឹងអញកាត់មកអញឃើញតែអញ្ចឹងអញ្ចឹងមិនត្រូវទេអញ្ចឹងមានបានគិតឯណាមានបានគិតណាទទួលយកបាត់ទទួលយកបាត់ឯដូច្នេះវានៅក្នុងមលុបនៃការគ្របដណ្ដប់ព័ត៌មានអានឹង soft power ចាបងប្អូនទាំងនេះបើសិនជាលោកអ្នកស្ថិតនៅក្នុងការងារឬក៏មានបំពេញភារកិច្ចឬក៏ជីវភាពប្រូស៊ីប្រចាំថ្ងៃអីដែលពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់ហ្នឹងវានឹងមិនចម្លែកសម្រាប់បងប្អូនប៉ុន្តែសម្រាប់លោកអ្នកដែលមានអាជីវកម្មដាច់ឆ្ងាយផ្សេងខ្លាំងមែនទែនប៉ុន្តែស្រាប់តែឮរឿងនេះឬឮពាក្យនេះប្រហែលជាភ្ញាក់ឧទាហរណ៍ថាគាត់ធ្លាប់មានហាងដូណាត់មានអីចឹងទៅគាត់ក៏មិនដែលបានគិតថានៅក្នុងហាងដូណាត់ហ្នឹងត្រូវមានដេក័រភ្ជាប់នៅវប្បធម៌ខ្មែរអីដែរហើយការដែលមិនបានគិតដល់មិនមែនដោយសារតែគាត់មិនស្រឡាញ់ជាតិទេពីព្រោះពេលខ្លះអត់ធ្លាប់ឃើញបាទអត់ធ្លាប់ឃើញចាប៉ុន្តែដល់ពេលវាផ្ទុយអំពីប្រទេសមួយទៀតនោះដែលគេធ្វើអីវាភ្ជាប់ឲ្យឃើញរហូតចារហូតដល់ថ្នាក់សំបីតែរបៀបនៃការបាត់ប្រទីបក៏ត្រូវយកទៅដាក់តាមសាលាដែរក្មេងទូចហ្នឹងក៏ត្រូវបាត់ប្រទីបប៉ុណ្ណឹងគ្នាកាយឆ្នៃយកកណ្ដាស់យកស្លឹកចេកយកស្អីយកវត្ថុធាតុស្អីក៏បានដែរឲ្យតែធ្វើជាប្រទីបបានហើយយកទៅប្រឡងគ្នាអញ្ចឹងទៅអញ្ចឹងអាការដែលគេភ្ជាប់ឲ្យឃើញរាល់ថ្ងៃរាល់ពេលអញ្ចឹង soft power ប្រភេទហ្នឹងដាក់ជាប់ហើយមិនមែនដាក់ជាប់ធម្មតាទេណាបងប្អូនអរគ្នាចូលជ្រាបដល់បេះដូងរហូតដល់ថ្នាក់ពេលខ្លះដោយសារតែគាត់អត់ដឹងថានឹងខុសងប់ងល់ខ្លាំងពេកចាសុកចិត្តបង្ហាញភាពអាក្រក់របស់ខ្លួនឯងនៅកណ្ដាលឆាកអន្តរជាតិក៏បានដែរឲ្យតែបានបង្ហាញបាទខ្ញុំធ្លាប់ប៉ះពាល់ជាមួយខាងសៀមម្ដងហើយបងប្អូនទាំងអស់គ្នាដែលជាអ្នកធ្លាប់ទស្សនាវីដេអូខ្ញុំនៅក្នុង Channel YouTube បូសុគន្ធវាអត់ចម្លែកទេរឿងខ្ញុំប៉ះពាល់ជាមួយសៀមតាំងពីដើមបាទខ្ញុំមិនដឹងមិនដែរខ្ញុំជាមនុស្សដែលគ្មានវាសនាបានជួបសៀមល្អបាទអ្នកខ្លះគេយ៉ាងហោចបានជួបម្ដងណាបាទតែខ្ញុំអត់ដែរជួបសោះបណ្ដោយដូចកើតមកវាគ្មានសំណាងល្អនឹងគ្នាខ្ញុំធ្លាប់ចូលរួមនៅក្នុងកម្មវិធីមួយគេហៅ Asian Youth Theatre Festival ហើយខ្ញុំជាទូតសុឆន្ទៈរបស់គេហៅ Theatre អន្តរជាតិមួយហ្នឹងដែល founder របស់ខាងប្រទេសសិង្ហបុរីបាទនៅពេលយើងជាទូតសុឆន្ទៈយើងនឹងនិយាយអ្វីពីប្រទេសយើងបាទហើយគេមានសួរសំណួរខ្លីមួយណាសួរមកកាន់ប្រទេសយើងពាក់ព័ន្ធទៅនឹងសពុតប័ណ្ណយើងណាគេសួរថាសពុតប័ណ្ណហ្នឹងរបស់ខ្មែរឬផលថៃវាជារឿងដែលគួរឲ្យសប្បាយសាយខ្លាំងមែនតើហើយខ្ញុំអត់មានពាក្យអីយកទៅប្រាប់គាត់ទេហើយខ្ញុំគ្រាន់តែទៅសួរប្រទេសបង់ក្លាដេសគឺបង់ក្លាដេសគេចូលរួមមួយយើងដែរខ្ញុំសួរបង់ក្លាដេសថានៅប្រទេសបង់ក្លាដេសមានសរងស្លៀកទេបង់ក្លាដេសគេថាគេមានសរងស្លៀកខ្ញុំសួរខាងសិង្ហបុរីមានសរងស្លៀកទេគេថាគេមានចាសួរទៅខាងប្រទេសម៉ាឡេស៊ីមានសរងស្លៀកទេគេថាគេមានថាប្រទេសខ្ញុំក៏មានសរងស្លៀកឡាវក៏មានថៃក៏មានមីយ៉ាន់ម៉ាក៏មានសួរសរងរបស់អ្នកណាបាទអាឡៃតវៃគ្នាសួររសរងបាទអត់មានបានធ្វើការមានធ្វើការមកអ្វីមានសារសរងបាទសហគមន៍មួយហ្នឹងគឺឆ្លោះគ្នារហូតហើយអញ្ចឹងហើយក្នុងនាមជាយុវជនត្រូវរៀនពីប្រវត្តិសាស្ត្រតែមិនមែនយកប្រវត្តិសាស្ត្រមកឆ្លោះគ្នាទេតែត្រូវយល់ថាសក្តិនីយកម្មក្នុងសហគមន៍ប្រសើរជាងឆ្លោះគ្នារកភាពជាម្ចាស់អញ្ចឹងយើងអាចនិយាយបានថាអូខេសរង style នេះគឺជារបស់ប្រទេសមីយ៉ាន់ម៉ាសរងដដែលស្លៀកបែបនោះជាប្រទេសបង់ក្លាដេសសរងដដែលស្លៀកបែបនេះខ្មែរទៅមើលតាមស្រុកស្រែមកតើនិយាយនៅស្លៀកឡើយទេចាសរងបែបណាសរងចាមសរងបែបណាសរងជ្វាអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជារឿងសំខាន់នៅក្នុងសហគមន៍បាទមូលហេតុដំបូងខ្ញុំអត់ចង់ឆ្លើយពាក្យហ្នឹងទេពីព្រោះ
ការឆ្លើយបែបនេះវាហាក់ដូចជា deal ចំថាយុវជនដែលប្រទេសសៀមបញ្ជូនមកហ្នឹងគឺគាត់ជាមនុស្សដែលគ្មានសុខដុមនីយកម្មក្នុងសហគមន៍ទាំងអស់ បាទ ពីព្រោះគេបញ្ជូនសហគមន៍មកហ្នឹងដើម្បីទទួលយកចម្រុះវប្បធម៌ បាទ ឯងមិននិយាយរឿងចម្រុះវប្បធម៌100ឆ្លោះនឹងគេ បាទ តែពេលយើងនិយាយពាក្យបែបហ្នឹងទៅវិញទៅគេអត់និយាយរកខ្ញុំរហូតដល់ថ្នាក់គេចាក់ចេញអំពីក្រុមការងារហ្នឹងតែម្ដងនេះដោយសារអីប្រហែលជាគាត់ទទួលយក soft power ដោយដែលអូននិយាយវាជ្រៅពេក បាទ រហូតដល់ថ្នាក់ចេញទៅឆាកអន្តរជាតិក៏ហ៊ានឆ្លោះមួយគេ បាទ ធ្វើម៉េចឲ្យតែបានឆ្លោះ ធ្វើម៉េចឲ្យតែបានឆ្លោះឲ្យតែបានឈ្នះឲ្យនឹងតែខ្លួនឯងធំជាងគេ បើធំមែនអត់ បើយើងមិនដឹងដែរបើស្រ័យទៅលើគេគិតថាបែបណាពួកយើងជាក់ស្ដែងទៅអាហ្នឹងដូចបងបានមានប្រសាសន៍មិញគឺតកតងជាមួយនឹងរបៀបរបបហ្នឹង ចា៎ កាលណាតែយើងជាមនុស្សម្នាក់ឬក៏យើងជាប្រទេសមួយដែលយើង promote peace ដែលយើងលើកស្ទួយវប្បធម៌សន្តិភាពហ្នឹងគឺយើងមិនសូវជំនាញការទៅជែកវិញទេទាំងអស់នេះមកនេះរឿងទាំងអស់ហ្នឹងដែលមិនចំណេញ ចា៎ អញ្ចឹងចំពោះវប្បធម៌ប្រទេសយើងអាហ្នឹងខ្ញុំត្រឡប់មកវិញវប្បធម៌ប្រទេសយើងគិតថាពីមួយថ្ងៃទៅមួយថ្ងៃវាមានរឿងពីរទី1ដោយសារតែយើងនឹងវាហត់យើងនឹងវាអស់កម្លាំងនឹងសង្គ្រាមនឹងការឆ្លោះគ្នានឹងវាយូរឆ្នាំហើយអញ្ចឹងណាដល់ពេលអញ្ចឹងទៅអាទំនោររបស់យើងហ្នឹងគឺមិនសូវជាចង់វែកញែកសាច់រឿងដែលមិនបានការបានទេ ចា៎ ចឹងទៅយើងយកអាណាដែលមានសាច់ការប៉ុន្តែរឿងទាំងអស់នេះមិនមែនជាខ្ញុំអ្នកកំណត់ទៅទៀតសង្គមមួយមិនមែនខ្ញុំតែឯងទូរេកទេហើយក៏មិនមែនខ្ញុំតែឯងនិយាយថងទាល់តែអញ្ចេះទាល់តែកែតម្រង់អញ្ចេះគាត់ធ្វើអញ្ចេះឲ្យត្រូវនឹងទេអត់ទេវាមានរបៀបរបបនិងវាមានចរិតលក្ខណៈរបស់វារឿងខ្លះនៅក្រោយវាំងននយើងមិនអាចនិយាយបានរឿងខ្លះនៅមុខវាំងននក៏យើងនិយាយមិនត្រូវរឿងខ្លះវាំងននពោអីក៏យើងមិនដឹងផងដូច្នេះចរិតរបស់យើងជាអ្នកធ្វើការមានតែមួយទេគឺដាក់ចិត្តដាក់កាយធ្វើហើយរីករាយនៅក្នុងវិនាទីដែលយើងធ្វើហ្នឹងទោះបីជាបានផលតិចឬច្រើនធ្វើហើយតមចំនួនអញ្ចឹងមិនខ្ញុំតែនិយាយថាសាមគ្គីជាកូនសោឥឡូវនេះមិនក៏មិនទៅតមចំនួនសិនទៅអីទៅក៏ដោយចេញមិនចំណេញអីសិនទៅមិញយើងបានដឹងថាចរិតព័ត៌មានសៀមទី1គឺជ្រុលនិយមខ្លាំងទី2ហ្នឹងគឺបែបប្រើ soft power ខ្លាំងនៅក្នុងការផ្សព្វផ្សាយដើម្បីឲ្យមើលទៅខ្លួនឯងហ្នឹងខ្ពស់ជាងអ្នកដទៃមែនតើទៅពេលដែលយើងមានមោទនភាពជ្រុលវានាំរឿងវិនិច្ឆ័យច្រើនណាស់មោទនភាពបានតែកុំជ្រុលចា៎បាទនៅមានទៀតចរិតព័ត៌មានសៀមមានប៉ុន្តែក៏លបាយរីរងដែរយើងនិយាយតែខ្លីៗសង្ខេបទៅថាទី1អ្វីដែលយើងដឹងតាំងពីដើមមកគឺជាព័ត៌មានដែលធ្វើឲ្យគេងាយយល់ច្រឡំព័ត៌មានដែលធ្វើឲ្យគេងាយយល់ច្រឡំនិយាយទៅវាមិនខុសពីផ្នែករឿងធំៗពីនឹងទេគឺព័ត៌មានដែលធ្វើដូចជាមានអារម្មណ៍ថាខ្លួនឯងត្រឹមត្រូវជាងគេហើយក្នុងការសរសេរព័ត៌មានហ្នឹងក៏ដោយចំពោះខ្ញុំយើងមើលឃើញថាការអានវាអាស្រ័យទៅលើការគិតចា៎ហើយការគិតភាគច្រើនគឺគាត់សរសេរមិនឲ្យគេគិតហើយឲ្យសរសេរឲ្យគេទៅអញ្ចឹងមកចា៎អញ្ចឹងបែបហ្នឹងវាទៅជាទម្រង់មួយថាជាសេណារីយ៉ូព័ត៌មានដែលមិនពិតចា៎ចុះបើយើងនិយាយមួយម៉ាត់ថាចរិតសារព័ត៌មានសៀមដូចចរិតរឿងភាគសៀមបានទេពាក្យហ្នឹងមិនមែនយើងនិយាយទេសំបីតែសម្ដេចឧបនាយករដ្ឋមន្ត្រីសំបីតែអ្នកដែលធ្វើការជាមួយនឹងជនជាតិថៃមួយចំនួនហ្នឹងក៏ដោយដែរប៉ុន្តែក៏យើងត្រូវបែងចែកដែរពេលយើងជាអ្នករៀនសូត្រត្រូវបែងចែកថាមានអ្នកល្អមានអ្នកដែលជ្រុលនិយមមានអ្នកកណ្ដាលអ្នកជ្រុលនិយមខ្លះឃើញ